វិធីបិទសំឡេងរំខាននៅពេលដែលគេខលឬក៏ឆាតបាទអញ្ចឹងគេខលតាមលេខដៃឬក៏ឆាតតាម Telegram អីយើងចង់អត់ឲ្យឮសំឡេងខលចូលទេហើយក៏អត់ចង់ឲ្យវា alert ចូលមកក្នុងទូរស័ព្ទយើងដែរតែយើងត្រូវកំណត់បែបម៉េចអញ្ចឹងបងប្អូនគ្នាធ្វើការ off control យើងមកបន្តមកបងប្អូនគ្នានេះយកកន្លែងសញ្ញាបូកបាទសញ្ញាបូកនៅខាងឆ្វេងដៃហ្នឹងបន្តមកបងប្អូនគ្នាចុចកន្លែង add control បាទហើយ scroll ចុះមកក្រោមមកបាទយើងយកពាក្យថា focus បាទកន្លែងរកលក្ខខណ្ឌហ្នឹងអញ្ចឹងយើងចុចកន្លែងហ្នឹងមកបាទបន្ទាប់មកយើងចុចចេញមកវិញបាទបន្តមកទៀតបងប្អូនធ្វើការចុចលើហ្នឹងមកដើម្បីធ្វើការកំណត់បាទគេដាក់ពាក្យថា do not disturb អញ្ចឹងបងប្អូនទាំងគ្នាធ្វើការបើកកន្លែងហ្នឹងមកគេដាក់ថារក្សាភាពស្ងៀមស្ងាត់ណាអញ្ចឹងយើងបើកកន្លែងហ្នឹងមកពេលដែលយើងបើកហើយគឺគេខលមកយើងចូលធម្មតាបងប្អូនគ្នាទាំងឆាត Telegram ទាំងលេខដៃគេខលយើងចូលប៉ុន្តែយើងអត់ដឹងទេទូរស័ព្ទយើងចុចធម្មតាអញ្ចឹងនៅពេលដែលយើងបើកហើយគឺគេតាក់ទងមកយើងចូលធម្មតាតែយើងអត់ដឹង alert ចូលមកក្នុងហ្នឹងទេអញ្ចឹងនៅពេលដែលយើងចង់ឲ្យគេខលមកយើងចូលវិញដល់យើងចូលមកកន្លែងបាទយើងចូលមកបិទកន្លែងហ្នឹងវិញអញ្ចឹងនៅពេលយើងបិទគេខលមកយើងចូលធម្មតាសំឡេងអីឮគឺធម្មតាវិញហើយអញ្ចឹងនៅពេលដែលមានបុគ្គលណាក៏ចង់ខលមកយើងច្រើនអីចឹងយើងចង់បិទឲ្យវាបាទកុំឲ្យមានសំឡេងរំខានបងប្អូនគ្នាអាចធ្វើការបិទកន្លែងហ្នឹងបានអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនគ្នាជួបខ្ញុំនៅវីដេអូក្រោយទៀតអរគុណសូមជម្រាបលា